ក្រូចឆ្មាបាទអាក្របផ្លែវាស្រស់ស្រស់ចំបាច់ពុះវាខ្វោកមកយកចំនួន7គ្រាប់ណាបាទហ្នឹងក្រូចឆ្មាយកគ្រាប់វា7គ្រាប់ណាបាទហើយទី2គឺបងប្អូនយកម្រេចបាទម្រេចគ្រាប់យើងម្រេចគ្រាប់ខ្មៅយើងហ្នឹងបាទយកម្រេចខ្មៅហ្នឹងបាទ7គ្រាប់ដូចគ្នាណាបាទយកមកបងប្អូនយកមកបុកបាទមកបុកនឹងត្បាល់ក្បាលមកកិនវាធ្វើឲ្យម៉ត់ហើយបងប្អូនលាយជាមួយនឹងទឹកក្តៅណាបាទទឹកក្តៅបងប្អូនលាយមិនបាច់ដាក់ច្រើនទេបងប្អូនដាក់កន្លះពែងបាទអាពែងយើងអាតូចហ្នឹងបាទពែងអាកោប្រវៃហ្នឹងបងប្អូនដាក់ប៉ុណ្្នឹងបានហើយទឹកណាបាទដាក់ឲ្យបងប្អូនកូរវាឲ្យចូលជាតិឲ្យបងប្អូនឲ្យអ្នកដែលថាឡើងឈាមឡើងសពាឈាមហ្នឹងបាទបងប្អូនជឿបងប្អូនសាឡូវមើលបាទខ្ញុំធានាឲ្យថាមិនបាច់ទៅរកពេទ្យបាទនៅឆ្នាំបុរាណណាបាទហើយមួយទៀតគឺបងប្អូនបាទចិត្តសបកក្រូចដែលយើងចំបាច់ពុះយកគ្រាប់ហើយហ្នឹងចិត្តអាសបកក្រូចស្រស់ហ្នឹងបាទដាំទឹកក្តៅដូចគ្នាណាដាក់កន្លះកែវទៅឆុងជាមួយទឹកក្តៅពងទឹកក្តៅហ្នឹងបាទដាក់វាមួយទុះរួចឲ្យបងប្អូនហូបតាមក្រោយទៀតបាទហូបតាមក្រោយទៀតបាទគ្នាថាបែកនេះមកខ្ជាក់ខ្ចាយហ្មងបាទ